ចាជំរាបសួរអ្នកខ្ញុំឈ្មោះហានវុធីជាអ្នកចិត្តសាស្ត្ររៀនចប់អនុបណ្ឌិតផ្នែកប្រឹក្សាគ្លីនិកនិងចិត្តវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងថ្ងៃនេះនាងខ្ញុំនាំនៅប្រធានបទមួយដែលស្ដីអំពីសុខភាពផ្លូវចិត្តរបស់ស្ត្រីហើយជូនដល់ស្ត្រីទាំងអស់គ្នានៅក្នុងថ្ងៃ8មិនិនានេះគឺជាថ្ងៃទិវាសិទ្ធិនារីពិភពលោកអញ្ចឹងនិយមន័យនៃសុខភាពផ្លូវចិត្តបើសិនជាយើងយោងតាមអង្គការសុខភាពពិភពលោក WHO គឺឲ្យនិយមន័យថាគឺជាស្ថានភាពរបស់បុគ្គលម្នាក់ហ្នឹងដែលគាត់ដឹងពីសមត្ថភាពរបស់ខ្លួនឯងហើយគាត់មានសមត្ថភាពអាចទប់ទល់នឹងការតានតឹងប្រចាំថ្ងៃហើយអាចធ្វើការប្រកបមុខរបរប្រកបដោយផលិតភាពផ្លែផ្កាឬគាត់អាចជួយសហគមន៍គាត់បានអញ្ចឹងបើសិនជាយើងនិយាយអំពីសុខភាពផ្លូវចិត្តរបស់ស្ត្រីគឺវាដូចគ្នាដែរមានន័យថាស្ត្រីហ្នឹងគាត់ដឹងពីសមត្ថភាពខ្លួនឯងគាត់អាចធ្វើការប្រចាំថ្ងៃបានហើយយកឈ្នះឬក៏គាត់អាចគ្រប់គ្រងអាភាពតានតឹងប្រចាំថ្ងៃនឹងបានហើយគាត់អាចរួមចំណែកជួយសង្គមហើយជួយខ្លួនឯងជាប្រចាំថ្ងៃបញ្ហាសុខភាពផ្លូវចិត្តទូទៅរបស់ស្ត្រីមានដូចជាជំងឺធ្លាក់ទឹកចិត្តជំងឺថប់បារម្ភហើយនឹងគេហៅថាវិបលៈនៃការបរិភោគឬក៏ការបរិភោគខុសប្រក្រតីចាហើយនឹងមានជំងឺផ្លូវចិត្តជាច្រើនទៀតឥឡូវខ្ញុំលើក3ហ្នឹងមកអញ្ចឹងជំងឺធ្លាក់ទឹកចិត្តមានន័យថាម៉េចមានន័យថាស្ត្រីមានអារម្មណ៍សោកសៅរយៈពេលយូរហើយវាអត់បាត់ទៅវិញគឺមានន័យថាសោកសៅឬក៏ឈឺចាប់ដោយអត់ហេតុប៉ុន្តែរឿងរ៉ាវហ្នឹងគឺវាកើតពីអតីតកាលរបស់គាត់តែធ្វើឲ្យបច្ចុប្បន្នហ្នឹងគាត់សោកសៅហើយមួយទៀតតាក់ទងនឹងជំងឺថប់បារម្ភរបស់ស្ត្រីមានន័យថាស្ត្រីគាត់បារម្ភពីរឿងដែលមិនទាន់កើតឡើងនៅបច្ចុប្បន្នហ្នឹងគាត់បារម្ភពីអនាគតកាលហ្នឹងគឺបារម្ភហួសរហូតដល់ប៉ះពាល់ជីវិតរស់នៅបច្ចុប្បន្នគាត់ហ្នឹងធ្វើឲ្យគាត់គ្មានក្តីសុខហើយមនុស្សជុំវិញខ្លួនគ្មានក្តីសុខចាមួយទៀតតកតងនឹងវិបលៈនៃការបរិភោគគឺមានន័យថាវិបត្តិនៃការញ៉ាំហ្នឹងស្ត្រីហ្នឹងគាត់ខ្វល់ខ្វាយគាត់បារម្ភអំពីរូបរាងកាយរបស់គាត់ហ្នឹងហួសពេកធ្វើឲ្យគាត់អាចតមការញ៉ាំជ្រុលឬធ្វើឲ្យគាត់រហូតដល់គាត់អាចមកគេងមិនលក់មានន័យថាគាត់ខ្វល់ខ្វាយរហូតដល់ជីវិតគាត់ហ្នឹងវាបាត់បង់ក្តីសុខបច្ចុប្បន្នហ្នឹងនឹងមានជំងឺផ្លូវចិត្តជាច្រើនទៀតដែលកើតឡើងលើស្ត្រីឥឡូវយើងលើកតែ3ហ្នឹងណាចាអញ្ចឹងរោគសញ្ញាទូទៅនៃជំងឺផ្លូវចិត្តរបស់ស្ត្រីហ្នឹងមានដូចជាគាត់ទុកព្រួយចប់ឡប់មិនមែនទុកដោយសារមានបញ្ហាហើយបន្ទាប់មកវាបាត់ទៅវិញទុកព្រួយចប់ឡប់ឬក៏អស់សង្ឃឹមឬក៏គាត់ក្នុងអារម្មណ៍គាត់ហ្នឹងគឺផ្លាស់ប្ដូរអត់ទៀងទាត់ចាពិបាកគេងជួនកាលគេងច្រើនជួនកាលអត់គេងហើយចំណង់អាហារអាចប្រែប្រួលញ៉ាំច្រើនឬក៏ញ៉ាំតិចឬក៏គាត់អាចស្ត្រីហ្នឹងគាត់អាចទៅប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹងចាអាចពីមុនគាត់អត់ប្រើប៉ុន្តែឥឡូវគាត់ប្រើហើយអាកម្លាំងហ្នឹងគឺថយចុះចាភ័យខ្លាចព្រួយបារម្ភលើសអំពីបញ្ហាព្រួយបារម្ភលើសអំពីបញ្ហាហើយអារម្មណ៍ហ្នឹងឡើងចុះមិនជាក់លាក់ចាឆាប់ខឹងចានឹងមានរោគសញ្ញាជាច្រើនទៀតចាជាច្រើនទៀតដែលយើងអាចរៀបរាប់អស់ហ្នឹងគ្រាន់ជាឧទាហរណ៍ចាអញ្ចឹងមូលហេតុដែលបណ្ដាលឲ្យស្ត្រីហ្នឹងងាយមានបញ្ហាផ្លូវចិត្តទី1គឺមានន័យថាបញ្ហាជីវិតដែលកើតឡើងកន្លងមកយើងអាចដឹងថាស្ត្រីជួបបញ្ហាជីវិតផ្សេងគ្នាជួនកាលអាចវិបត្តិតខ្លួនគាត់គ្រួសារមិត្តភ័ក្តិឬសង្គមដែលគាត់រស់នៅហ្នឹងគេហៅថាធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តមួយទៀតតកតងនឹងការប្រែប្រួលអរម៉ូនរបស់ស្ត្រីពេលមានរដូវមានផ្ទៃពោះឬក៏គាត់វិវត្តនៅក្នុងវ័យជំទង់អីក៏អាចនាំឲ្យគាត់មានបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តដែរមួយទៀតតកតងនឹងការបន្តពូជស្ត្រីគឺពោះកូនចាមានផ្ទៃពោះក៏វាប្រែប្រួលចាហើយមួយទៀតពេលសម្រាលកូនហើយពេលកូនកើតមកហើយចាអញ្ចឹងស្ត្រីមានប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តឬក៏ជំងឺថប់បារម្ភដែរហើយមួយទៀតនៅពេលដែលកូនកើតមកហើយមានបន្ទុកក្នុងការមើលថែទទួលខុសត្រូវជាចាំបាច់ហើយស្ត្រីមានកាតព្វកិច្ចនឹងតួនាទីមានន័យថាគាត់មើលមនុស្សចាស់នៅក្នុងគ្រួសារណាអញ្ចឹងវាជាបន្ទុកដល់គាត់មានន័យថាកូនបើសិនជាគាត់មិនមើលថែមិនទទួលខុសត្រូវកូននឹងអាចធំមួយថ្ងៃទៅមួយថ្ងៃ
គាត់គិតថាហួសពេលឬក៏មនុស្សចាស់គាត់ត្រូវមានកាតព្វកិច្ចមើលថែជាប្រចាំថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃបើគាត់បង្ងើយកន្តើយគឺអាចបាត់បង់ដោយមានវិបដិសេរីឬក៏ស្ដាយក្រោយចាមួយទៀតតកតងនឹងកត្តាសង្គមនិងវប្បធម៌តកតងនឹងការរើសអើងលើស្ត្រីអំពើហិង្សាចាវិសមភាពផ្សេងតកតងវិសមភាពមិនស្មើគ្នាតកតងសេដ្ឋកិច្ចតកតងនឹងភេទតកតងនឹងលុយកាក់តកតងនឹងសង្គមចាអត់ស្មើគ្នាអញ្ចឹងធ្វើឲ្យស្ត្រីមានបញ្ហាផ្លូវចិត្តបញ្ហាហ្នឹងវាបន្តិចម្ដងយូរទៅវាអាចទៅជាជំងឺផ្លូវចិត្តហើយបើអត់ព្យាបាលទៅគឺធ្ងន់ធ្ងរចាចឹងវិធីដែលជួយដល់សុខភាពផ្លូវចិត្តរបស់ស្ត្រីទី1គឺយើងនិយាយអំពីអតិភិបនៃការគេងអញ្ចឹងការគេងមានន័យថាគេងឲ្យមានគុណភាពគឺគេងឲ្យគ្រប់ម៉ោងគេងឲ្យលក់ស្កប់ស្កល់អញ្ចឹងការគេងឲ្យលក់ស្កប់ស្កល់ហ្នឹងគឺមានន័យថាយើងអនុញ្ញាតឲ្យរាងកាយរបស់យើងសម្រាកខួរក្បាលរបស់យើងសម្រាកអញ្ចឹងនៅពេលដែលយើងក្រោកឡើងវិញគឺធ្វើឲ្យសុខភាពផ្លូវកាយយើងល្អសុខភាពផ្លូវចិត្តយើងក៏ល្អដែរអញ្ចឹងមនុស្សគ្រប់រូបសិតតែឆ្លងកាត់ការបទពិសោធន៍នៃការគេងហ្នឹងកាលណាយើងគេងអត់លក់គ្រប់គ្រាន់ឬក៏គេងអត់មានគុណភាពគេងអត់ស្កប់ស្កល់អញ្ចឹងវាប៉ះពាល់ទាំងមានន័យថាយើងគេងអត់លក់ថ្ងៃហ្នឹងស្អែកឡើងគឺឃើញលទ្ធផលតែម្ដងគឺវាប៉ះទាំងបញ្ញាស្មារតីភាពវៃឆ្លាតគំនិតនៃការគិតឬការសម្រេចចិត្តអីគឺអត់បានល្អតែម្ដងចាហើយមួយទៀតហ្នឹងគឺត្រូវដាក់ដែនកំណត់ខ្លួនឯងដែនកំណត់ផ្ទាល់ខ្លួនណាមានន័យថាយើងត្រូវចេះបដិសេធត្រូវចេះនិយាយពាក្យថាទេចំពោះការស្នើសុំជំនួយពីមិត្តភ័ក្តិឬក៏ការងារដែលលើសដែនកំណត់របស់យើងលើសពីការទទួលខុសត្រូវរបស់យើងហ្នឹងអញ្ចឹងយើងត្រូវចេះបដិសេធបើសិនជារូបកាយរបស់យើងនឹងត្រូវការសម្រាកហើយឬក៏ពេលហ្នឹងគឺមានន័យថាវាតម្រូវការឲ្យយើងសម្រាកអញ្ចឹងយើងអាចធ្វើបន្ថែមបានអញ្ចឹងយើងត្រូវតែចេះបដិសេធចាជាដាច់ខាតចាអញ្ចឹងចំណុចទី4គឺយើងនិយាយអំពីការដឹងគុណចាការដឹងគុណគឺជួយដល់អារម្មណ៍ផ្លូវចិត្តស្ត្រីមិនមែនតែស្ត្រីទេគឺមនុស្សជាច្រើនគឺមានន័យថាយើងផ្ដោតទៅលើបច្ចុប្បន្នហ្នឹងដោយការដឹងគុណមានន័យថានិយាយពីអរគុណជាប្រចាំថ្ងៃឬក៏និយាយសរសើរនៅអ្វីដែលមាននៅលើពិភពលោកនិងផ្ទាល់ខ្លួនហ្នឹងយើងជាប្រចាំថ្ងៃដូចជាយើងនិយាយពាក្យថាអរគុណព្រះដែលយើងមានក្រុមគ្រួសារមួយដែលល្អអរគុណព្រះដែលយើងមានការងារបច្ចុប្បន្នដែលល្អហើយបើសិនជាយើងអាចអរគុណដែលយើងមានចំណូលឧទាហរណ៍ថាមួយថ្ងៃ10000ឬ20000ឬក៏យើងមានចំណូលមួយខែប្រមាណ200 300 400 1000ចាយើងលើកវាឡើងដើម្បីនឹងលើកទឹកចិត្តខ្លួនឯងមានន័យថាអរគុណខ្លួនឯងសរសើរខ្លួនឯងចាឬក៏យើងអរគុណសម្រាប់ថ្នាក់ដឹកនាំចាថ្នាក់ដឹកនាំប្រទេសជាតិសម្រាប់សន្តិភាពបច្ចុប្បន្នអរគុណដល់ថ្នាក់ដឹកនាំការងារសម្រាប់ការដែលផ្ដល់ឲ្យយើងមានភាពកក់ក្ដៅក្នុងការងារបច្ចុប្បន្នចាអរគុណដល់មិត្តភ័ក្តិដែលតែងតែជួយគ្រប់គ្រងយើងឬក៏លើកទឹកចិត្តយើងអាចអរគុណដោយនៅក្នុងចិត្តឬក៏យើងមានឱកាសយើងអរគុណផ្ទាល់អញ្ចឹងគឺការដឹងគុណហ្នឹងគឺមានន័យថាជាប្រចាំថ្ងៃគឺយើងអរគុណទៅខ្លួនឯងទៅអ្នកដទៃមនុស្សដែលនៅជុំវិញខ្លួនយើងចាធម្មជាតិឬក៏ពិភពលោកដែលស្រស់ស្អាតនេះអរគុណចាហើយទោះបីយើងបើកភ្នែកឡើងយើងអរគុណដែលយើងនៅមានដង្ហើមឬក៏យើងធ្វើដំណើរទៅដល់ណាគឺមានន័យថាយើងរំលឹកខ្លួនឯងយើងអរគុណដែលយើងមកដល់ទីនេះដល់កន្លែងការងារដោយសុវត្ថិភាពដល់ផ្ទះដោយសុវត្ថិភាពយើងមានកន្លែងគេងយើងមានអាហារញ៉ាំចាអញ្ចឹងវាធ្វើឲ្យយើងមានចាកម្លាំងចិត្តទាំងមានការគិតបែបវិជ្ជមានវាធ្វើឲ្យកាយរបស់យើងក៏វិជ្ជមានហើយសុខភាពផ្លូវចិត្តយើងនឹងគឺល្អចាអញ្ចឹងសម្រាប់ថ្ងៃនេះដែរជាថ្ងៃពិសេសថ្ងៃទិវាស្ត្រីពិភពលោកខ្ញុំមានសារលើកទឹកចិត្តចាជូនដល់បងប្អូនទាំងអស់គ្នាទាំងប្រុសទាំងស្រីប៉ុន្តែជាពិសេសគឺជូនទៅស្ត្រីតែម្ដងចាអញ្ចឹងស្ត្រីមានន័យថាយើងសូមឲ្យយើងគិតវិជ្ជមានចាគិតជាវិជ្ជមានទទួលស្គាល់បច្ចុប្បន្ននេះទទួលស្គាល់បច្ចុប្បន្នមានន័យថាខ្លួនយើងចារូបសម្បត្តិយើងហ្នឹងគឺយើងប៉ុណ្ណាចាហើយស្អាតមនុស្សគ្រប់គ្នាគឺសិតតែស្អាតស្ត្រីគ្រប់រូបគឺស្អាតទាំងអស់គ្នានៅមានថារូបរាងកាយរបស់យើងគឺស្អាតគ្រប់គ្នាចាយើងមានការងារអីយើងមានចំណូលអីគឺយើងទទួលស្គាល់បច្ចុប្បន្នរបស់យើងចាក្រុមគ្រួសារយើងជាណាយើងទទួលស្គាល់ហើយរឿងដែលកើតឡើងពីអតីតកាលហ្នឹងទោះល្អចាទោះមិនល្អប៉ុន្តែយើងទទួលស្គាល់ទាំងអស់ថាវាបានកើតឡើងហើយ
ហើយសំខាន់ដល់ពេលដែលយើងរកឃើញខ្លួនឯងបច្ចុប្បន្នហើយយើងអាចរៀបផែនការទៅថ្ងៃអនាគតរបស់យើងហើយយើងប្រើអ្វីដែលយើងមានបច្ចុប្បន្នហ្នឹងប្រើធនធានដែលយើងមានបច្ចុប្បន្នហ្នឹងអញ្ចឹងដើម្បីសម្រេចជោគជ័យទៅថ្ងៃអនាគតរបស់យើង